chẳng mình bong mà nè có thể sẽ đập mà sầm đai tới vì muốn nó mà dễ bị sọp nâng sờ lạnh nè sọp nâng sờ lạnhถ้าស្ដាប់អាត្មាយូរទៅជាមនុស្សសោះកក្រោះមកព្រោះនិយាយឈប់ឲ្យមនុស្សកើតស្រឡាញ់កើតអីចុះនៅមួយប្រពន្ធធ្វើមិនខ្មិចគាត់ស្រឡាញ់គ្នាចឹងគាត់ទៅយល់អញ្ចឹងហើយមិនខ្វះទេការដែលគេមានពិធីសុភមង្គលក្នុងក្រុមគ្រួសារធ្វើម៉េចឲ្យមានសុភមង្គលក្នុងគ្រួសារគឺគេលើកតែរឿងស្រឡាញ់នោះហើយធាតពិតអារឿងស្រឡាញ់ហ្នឹងមេចង្រៃធំណាស់ស្រឡាញ់ដោយអំណាចតណ្ហាចង្រៃធំព្រោះអីវាអត់អាក្រក់ទេប៉ុន្តែសំខាន់វាចាប់ផ្ដើមអាក្រក់សម្រាប់យើងព្រោះអាចិត្តស្រឡាញ់ហ្នឹងវាប្រែប្រួលការជួបគ្នាដំបូងមិនស្រឡាញ់ហ៎ថ្នមតាំងពីពាក្យសម្ដីធ្វើមិនក៏បាននិយាយមួយគេណោះមែនអត់ចឹងមិនមានរឿងកំ pl ែងមួយស្មាធ្លាប់និយាយគូសង្សារគេទៅមាត់សមុទ្រពេលថ្ងៃចិត្តលិចហ្នឹងវាមិនចាំងប្រប្រាស់មាត់សមុទ្រទៅវាឡើងពណ៌ក្រហមព្រឿងចឹងហ្នឹងប្រពន្ធគេថាបងសង្សារគេថាបងមើលថ្ងៃដល់វាចាំងប្រប្រាស់ជាមួយនឹងទឹកសមុទ្រចឹងស្អាតដល់ហើយណោះបានសង្សារគេគៀកកឲ្យគេមើលមុខប្រពន្ធគេសង្សារគេចេះច្រឡំទោះបីជាវាស្រស់វាស្អាតយ៉ាងណាក៏គង់តែចាញ់សម្រស់អូនហើយសួរថាគាត់និយាយកុហកអត់ថាមិនកុហកទេចិត្តស្រឡាញ់ពេលហ្នឹងអញ្ចឹងមែនហ្មងស្មោះត្រង់ណាស់ចិត្តពេលហ្នឹងក៏អត់កុហកទេវាមានអ្នកខ្លះកុហកចឹងដែរបច្ចាប៉ុន្តែអ្នកខ្លះស្រឡាញ់មែនហ្មងអញ្ចឹងបានសមុទ្រគាត់ច្រៀងថាម៉េចមើលមេឃពណ៌ក្រហមឆ្អៅគុណមើលភ័ក្រពៅថ្លៃឲ្យពណ៌ក្រហមឆ្អិនពណ៌ក្រហមស្អីបងខ្ចីបងខំសម្លឹងមើលអស់ជើងដៃពីព្រឹកតល់ថ្ងៃនោះមិនតន់អស់ចិត្តទៀតស្អាតចិត្តហ្នឹងវាចឹងមែនណាមិនកុហកទេហើយយើងដល់ពេលវាបាត់អានឹងទៅជាគិតថាគាត់ឈប់ស្រឡាញ់តាមពិតគាត់មិនមែនឈប់ស្រឡាញ់ទេចិត្តហ្នឹងវាប្រែប្រួលធម្មជាតិហ្នឹងវាប្រែប្រួលគាត់មិនមែនចង់អញ្ចឹងទេយើងកុំនិយាយមនុស្សមកបោកយើងមនុស្សស្មោះពីដំបូងហ្នឹងក៏ដោយទីបំផុតអាចិត្តហ្នឹងក៏វាបាត់ដែរអញ្ចឹងបានញោមម្នាក់គាត់ជាជូនឡានអាត្មាទៅនេះទៅនោះហ្នឹងប្តីប្រពន្ធគាត់នៅល្អគ្នាទេប៉ុន្តែគាត់មកសារភាពប្រាប់អាត្មាថាលោកគ្រូកណាខំញញឹមរស់អាភាពញញឹមពីដំបូងហ្នឹងរស់ឡើងឃើញហ្មងអាញឹមដាក់គ្នាពីដំបូងគាត់ខំរស់ណាប្តីប្រពន្ធគាត់នៅល្អគ្នាឈឺអីគាត់បារម្ភនឹងគ្នាគាត់ស្មោះត្រង់គ្នាប៉ុន្តែគាត់ថាអាក្តីញញឹមកាលដំបូងឡើយនោះចង់ភ្នែកមើលគ្នាញញឹមមានន័យដំបូងណាអាញញឹមទៅលឹងបុកបេះដូងលឹងភឹបហ្មងណារស់អានឹងលេងឃើញថារាវរស់មិនគាត់ខ្ញុំឃើញឥឡូវយើងមើលតើគាត់ចង់ធ្វើអញ្ចឹងឯងចិត្តហ្នឹងចង់អញ្ចឹងតាមពិតគាត់ចង់រស់អាដំបូងដែរតែរស់មកវិញវាលែងមកតែមកមើលញាតិញោមអញ្ចឹងឯងមើលអាញោមដាក់គ្នារស់អាដំបូងវិញមើលវាមិនមែនចិត្តមុនហ្នឹងវាទៅជាចិត្តអញ្ចឹងឯងធម្មជាតិវារលត់ណាចិត្តមុនហ្នឹងវារលត់ទៅអញ្ចឹងបានជានៅក្នុងការរាប់អានគ្នាក្នុងការធ្វើការងារក្នុងសង្គមស្វាមីប្តីប្រពន្ធក៏ដោយព្រះអង្គសរសើរក្តីស្រឡាញ់ប្រកបដោយសង្ឃហធម៌ការស្រឡាញ់ដោយសង្ឃហធម៌ដោយការសង្គ្រោះដោយការអាណិតដោយការសង្គ្រោះនេះព្រះអង្គសរសើររឿងអីយើងនៅមួយប្តីប្រពន្ធបានបើយើងចេះអាណិតគ្នាស្រឡាញ់ដោយការអាណិតមិនស្រឡាញ់ដោយការបំពេញចំណងទេមែនទេណាពួកយើងវាស្ដាប់វាមិនយល់ស្មានតែស្ដាប់ធัวយូរទៅឈប់ស្រឡាញ់គ្នាឈប់គិតគ្នាមកពីស្ដាប់វាមិនតាន់អស់រឿងអញ្ចឹងហ្នឹងហើយ
ការចម្រើននៅមេត្តាធម៌ករុណាធម៌ការសង្គ្រោះគ្នាដោយក្តីអាណិតណាអត់អត់ងាយប្រែប្រួលមានតែល្អឡើងមានតែល្អឡើងណាសំណោះការគ្រាកំសត់យ៉ាងនេះយ៉ាងនេះយ៉ាងនេះយើងយកឧទាហរណ៍ថាប្តីជាមួយប្រពន្ធនឹងនឹកឃើញតែគ្នាជាស្ត្រីទុនខ្សោយមានផ្ទៃពោះធ្វើអីមិនកើតយកក្តីអាណិតយកមកដាក់អានឹងអត់ចេះអត់ងាយប្រែពីអាតិចអាខ្លាំងទៅតិចអីអត់ទេវាមានតែចម្រើនឡើងបង្កើតតែអនុស្សាវរីយ៍ល្អរហូតដល់គាត់ចាស់គាត់ស្រឡាញ់គ្នាគាត់បែកគ្នាមិនបានដូចចាស់និយាយថាពីក្មេងស្រឡាញ់គ្នាម្ដងចាស់កងក្នុងស្រឡាញ់ម្ដងទៀតដល់គាត់ស្រឡាញ់ពេកចាស់ហ្នឹងមិនមែនស្រឡាញ់មើលមេឃពណ៌ក្រហមឆ្អៅអីទៀតទេអាហ្នឹងមិនមែនអាហ្នឹងទៀតអត់ទេគឺគាត់នឹកសំណោះគ្នាតែហ្មងបែកគ្នាមិនបានឲ្យលំចាស់ប៉ុន្តែបាត់គ្នាបន្តិចគាត់នឹកគ្នាប៉ុន្តែមិនមែនដូចរបៀបក្មេងទេអាហ្នឹងជាសង្កហធัวដែលព្រះអង្គឲ្យចម្រើននឹងចម្រើនអានុងឯងហើយមានចង្រៃទេអានុងចង្រៃទេអត់ទេហ្នឹងហើយដូចជាការសម្ដែងអំពីអនត្តាធัวអីចឹងជួនកាលយើងស្មាហៅថាប្រតិកម្មធัวយល់ឈប់គិតអីទាំងអស់ណាអង្គខ្លះជាប្រសងអីក៏ដោយអាត្មាសម្ដែងពីភាពមិនទៀងឬក៏អនត្តាធัวអីចឹងទៅស្រាប់តែលោកឈប់រៀនហ្មងឈប់រៀននេះឈប់រៀននោះអត់គង់ងាប់ដែរទៅចឹងទៅស្ដាប់វាមិនយល់អានេះដូចអាត្មាថាថ្ងៃគង់តលិចដែរដេករហូតហ្មងគង់យប់ដែរអាហ្នឹងអត់យល់តម្លៃនៃពេលវេលាហ្នឹងឯងដូចព្រះសម្មាសម្ពុទ្ធចឹងព្រះអង្គយល់ពីការប្រែប្រួលនឹងច្បាស់ពីភាពមិនទៀងនឹងជីវិតនឹងច្បាស់ទើបព្រះអង្គធ្វើប្រយោជន៍ទាំងយប់ទាំងថ្ងៃពេលវេលាព្រះអង្គ45ព្រះវស្សាព្រះអង្គអត់មានទម្រុនអត់មានខ្ជិលនឹងការដើរជួយប្រយោជន៍បញ្យលសត្វលោកអីអត់ទេនឹងចឹងឥឡូវបែរមកសំណួរញោមវិញថាខំយ៉ាងម៉េចក៏គេវាមិនមានដែរជួនកាលវាត្រូវទទួលស្គាល់ដែរតែបើយើងព្រមជាមួយវានឹងអាចធ្វើឲ្យជីវិតយើងនឹងបានសុខដែរឧទាហរណ៍យើងជិះកង់ប្រឹងហ៎ប្រឹងតែគេជិះឡានប្រឹងដូចគ្នាគេ1ម៉ោងបានប៉ុន្មានគីឡូ100គីឡូហើយយើងប្រឹងសងប់1ម៉ោងបានប៉ុន្មានគីឡូណា10គីឡូ20គីឡូចឹងណាហើយឆ្ងល់ថាចុះខ្ញុំប្រឹងសងប់ហ្នឹងមិនក៏វាមិនលឿនដូចគេថាវិធីសាស្ត្រដើរវាខុសគ្នាមែនទេវិធីសាស្ត្រដើរវាខុសគ្នាគីឡូយើងនឹងកម្លាំងយើងនឹងវាប្រើទៅលើវិធីសាស្ត្រនៃការដើរនឹងវាខុសគ្នាអញ្ចឹងលទ្ធផលនឹងវាខុសគ្នាអញ្ចឹងប៉ុន្តែសំខាន់រឿងខុសក៏ខុសចោះព្រោះយើងជិះកង់កាលណាគេទៅដល់មុនតាថ្ងៃក្រោយយើងគង់ទៅដល់ដែរទេបើយើងយល់ថាអូអញវាមិនលឿនដូចគេមកពីអញជិះកង់មែនទេអញ្ចឹងអត់មានមើងងាយកង់ហ្នឹងទេអត់មើងងាយកង់ហ្នឹងទេជិះថ្នមទៀតព្រោះយល់ច្បាស់ថាកង់នេះមានគុណទៀតណាយូរណាយើងជិះម៉ូតូកាចាស់ទោះបីឃើញគេជិះឡានលឿនអាហ្នឹងធ្វើម៉េចគេមានឡានមែនទេហើយយើងឃើញគេជិះឡានហើយយើងជិះកង់ទីបំផុតឬក៏ជិះម៉ូតូដល់ពេលយើងចុះពីឡានពីម៉ូតូទៅយើងទៅលាងឡានហើយលាងម៉ូតូទៅលាងឡានហើយលាងម៉ូតូលាងម៉ូតូយើងហ្នឹងហើយមានអីកើតទុកបើសិនជាយើងចេះតែប្រៀបធៀបរស់នៅមិនសុខអីញាតិញោមឧទាហរណ៍ដូចអាត្មាអញ្ចឹងបើសម្លឹងកន្លែងអាត្មាកើតទុកពីក្មេងអាត្មាខ្លាចអត់ខ្ពស់អត់សង្ហាងគេដើរវោះទៅខ្ពស់គេមិនខ្ពស់ដូចគេសោះតាមពិតខុងជឿគាត់ថា all nature has its beauty ធម្មជាតិទាំងអស់សុទ្ធតែមានសម្រស់របស់វាសម្រស់ផ្ទាល់ខ្លួនរបស់វាមានប៉ុន្តែមនុស្សតិចណាស់ដែលឃើញថាវាមានសម្រស់អញ្ចឹងហើយបាននៅក្នុងសួនមួយបើមានផ្កាតែមួយពណ៌គេមិនហៅសួនច្បារទេឧទ្យានទេពេលថាសួនឧទ្យានវាទល់តែមានផ្កាចម្រុះ
ព្រោះវាមានអាផ្កាធំវាមានអាផ្កាតូចវាមានអាដើមខ្ពស់វាមានអាដើមទាបប៉ិនយើងទៅហែកនិយាយថាផ្កាហ្នឹងល្អជាងគេណូដើមឈើទាំងអស់យើងទៅនិយាយយើងថាដើមឈើណាល្អជាងគេវាមានលំអរបស់វាបើយកទៅធ្វើថ្នាំវិញអាដើមធំធំខ្លាំងធ្វើថ្នាំអត់កើតណាដើមខ្លះតូចប៉ុន្តែធ្វើថ្នាំកើតមានប្រយោជន៍ណាស់តែមនុស្សមិនចេះប្រើមើលដូចញោមមានទាំងអស់មកប្រដាប់ថ្មមើលមានទាំងអស់មកកាផ្លេតាំងពីលើដល់ក្រោមមានទាំងអស់ឃើញទេមានតិចមានភ្នែកមានថាមានអីគ្រប់យ៉ាងហើយធៀបពិតអារបស់ខាងក្រៅមានថ្លៃស្មើនឹងអាខ្លួនយើងនេះណាអត់ប៉ុណ្ណឹងឥឡូវយើងមានលុយ$10000ទុកក្នុងបែងឥឡូវគេថានេះភ្នែកខូចបើមិនទៅវះកាត់អស់$10000ទេខ្វាក់ទុកលុយឲ្យទុកភ្នែកណាញោមទុកភ្នែកឃើញភ្នែកថ្លៃជាងលើកឧទាហរណ៍មួយទៀតចុះញាតិញោមដើរម្នាក់ឯងទៅក្នុងព្រៃដាច់សង្វែងស្រាប់ទៅជួបយក្សមួយឧទាហរណ៍ចឹងគេឲ្យពេជ្រយើងមកកេះពេជ្រមកកេះច្រើនណាច្រើនទេគេឲ្យពេជ្រមកកេះចង់មានទេញោមចង់មានទេណាឧទាហរណ៍តែគេឲ្យពេជ្រមកកេះប៉ុន្តែគេសុំកាត់កយើងយកមាសហើយយកក្បាលលែងចង់បានទេហ្នឹងតាមពិតអ្វីដែលមានខាងក្រៅដែលយើងមើលហ្នឹងអាហ្នឹងគ្រឿងផ្សំទេគ្រាន់តែផ្សំទេអ្វីដែលយើងត្រូវការណតវាមិនមែនវាជារឿងចាំបាច់ថាយើងត្រូវតែចង់ត្រូវតែបានវាទេអ្វីដែលយើងជៀសមិនបានមានតែ4ទេម្ហូបអាហារអត់ស្លាប់ហ៎សម្លៀកបំពាក់អត់បង្កើតទេអានឹងចាំបាច់ស្រឿងចាំបាច់កន្លែងស្នាក់នៅអត់បង្កើតទេល្ងាអត់ heater មិនបានទេឈឺអត់ថ្នាំមិនបានទេចាំបាច់មានតែ4ហ្នឹងឯងលើសពីហ្នឹងអាទូរស័ព្ទទំនើបអាហ្នឹងគ្រឿងពៅទេគ្រឿងបន្ថែមលបោយពីក្រៅទេអត់ក៏បានដែរហ្នឹងមែនអត់ឡានទំនើបស្អីទៀតមានលុយរាប់$10 លានឬក៏រាប់ពាន់លានដុល្លារថាអាហ្នឹងវាបន្តបន្សំក្រៅទេខាងក្រៅទេអានោះហ្នឹងហើយរឿងដែលត្រូវការតែ4ហ្នឹងឯងដែលចំណុចសំខាន់អញ្ចឹងឥឡូវមកឧទាហរណ៍មួយទៀតញាតិញោមធ្លាប់ឆ្លងកាត់សម័យពលពតទេធ្លាប់ទេធ្លាប់ហូបបរទេរាវឧទាហរណ៍ថាញាតិញោមរត់ចេញពីសម័យហ្នឹងថាអត់ទៅរាល់ថ្ងៃវាបានបបររាវរាល់ថ្ងៃណារត់ចេញពីហ្នឹងកាត់វាលឆ្ងាយអត់បាយ3ថ្ងៃអត់មានអីលីងហើយស្រាប់តែមកជួបអ្នកចិត្តល្អមួយគេមានប្រដាប់ធ្វើខ្លួនមកកញ្ច្រែងហើយនឹងមានបាយមួយចានអាប្រដាប់ធ្វើខ្លួនសិតតាមកពីបារាំងឧទាហរណ៍ស្អាតអានឹងសិតតាដាក់ក្រហមក៏ស្អាតអាពោលាមុខហ្នឹងក៏ស្អាតហ្នឹងហើយគ្រឿងតុបតែងមានមាសមានអលង្ការហើយផ្លូវតទៅមុខទៀតហ្នឹងមិនដឹងថាដើរប៉ុន្មានថ្ងៃទៀតបានដល់ទេអលង្ការមកកញ្ច្រែងបាយមួយថាសសម្រាប់ចិត្តទៅយកមួយណាគេឲ្យយកតែមួយទេណាយកមួយណាឥឡូវសួរតែស្អីដែលសំខាន់មែនតើហ្នឹងហើយតាមពិតវាមិនមែនរឿងបាយទេរឿងជីវិតមែនទេអញ្ចឹងបាននៅក្នុងបារមីអារបស់ខាងក្រៅទោះបីអស់អាលីងឲ្យដល់អស់អាលីងបានឈ្មោះបារមីមួយហៅថាទានបារមីមានន័យថាបារមីថ្នាក់ទាបអារបស់ខាងក្រៅហ្នឹងអស់អាលីងឲ្យឡើងអស់អាលីងទល់តែមនុស្សណាទៀតហ៊ានលះបង់អវយវៈទៀតអាហ្នឹងខ្លាំងជាងទ្រព្យសម្បត្តិទានចុងក្រោយដែលហៅថាបរមត្ថបារមីគឺជីវិតមានន័យថាជីវិតក៏ហ៊ានលះបង់ដែរអញ្ចឹងប៉ុន្តែមនុស្សដោយសារមិនយល់ថាស្អីដែលជាតម្លៃមែនទេហ្នឹងអស់ទ្រព្យសម្បត្តិតិចតួចស្លាប់ខ្លួនណាអាត្មាកាលទៅបារាំងសិទ្ធិម្នាក់គាត់ដាក់វិនិយោគទុនគាត់ដេញចាញ់គេកាលណាដេញចាញ់គេទាញកំភ្លើងខ្លីបាញ់ខ្លួនឯងផោងហើយក្រុមហ៊ុនគាត់មិនដឹងប្រមាណកន្លែងនឹងដោយសារអីទៅឃើញអារបស់ខាងក្រៅថ្លៃជាងរបស់ខាងក្នុង
ពាក្យថាសម្បត្តិមនុស្សញាតិញោមមិនមែនផ្ទះវិឡាឡានទេអ្នកឲ្យពរហ្នឹងក៏គាត់មិនយល់ដែរគាត់ថាសូមឲ្យបានសម្បត្តិមនុស្សតែស្រាប់តែគាត់រាប់សម្បត្តិមនុស្សគឺនេះនោះមិនមែនទេសម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិព្រះនិព្វានសម្បត្តិមនុស្សតាមពិតសម្បត្តិមនុស្សនឹងមានចែកជា4ទី1គតិសម្បត្តិគតិសម្បត្តិហ្នឹងគឺកើតជាមនុស្សនឹងតែហ្មងអាកំណើតមនុស្សនឹងឯងជាសម្បត្តិមនុស្សទី2ឧបតិសម្បត្តិមានដៃជើងមុខមាត់អវយវៈសពគ្រប់មកកាផ្លេអត់ឈួតអត់វិកលវិការនឹងឯងជាសម្បត្តិមនុស្សនឹងអំណោយពីធម្មជាតិដែលហៅថាសម្បត្តិមនុស្សគួបផ្សំនឹងអាសម្បត្តិកាលបច្ចុប្បន្នទៀតពាក់ព័ន្ធនឹងស្រុកទេសសុខសន្តិភាពមានច្បាប់មានត្រឡប់មានពេទ្យមានសាលារៀនមានស្អីហ្នឹងហៅថាកាលសម្បត្តិអ្នកដឹកនាំចិត្តល្អអីចឹងណាពីព្រោះថាបើកើតបានមកកាផ្លេមកមែនប៉ុន្តែស្រុកទេសវាអត់សន្តិភាពយើងប្រើសម្បត្តិហ្នឹងវាអត់ល្អហើយនឹងទី4ហៅថាបយោគៈសម្បត្តិស្រុកគេល្អដូចស្រុកអូស្ត្រាលីនេះក៏ដោយអាកំណើតមនុស្សក៏មានហើយសម្បត្តិជាកំណើតមនុស្សហ្នឹងសម្បត្តិកាយសម្បទាក៏ពេញបរិបូរណ៍ហើយកាលសម្បត្តិអ្នកគ្រប់គ្រងក៏ប្រកបដោយធម៌ហើយតែវាខ្វះខ្លួនយើងគឺបយោគៈសម្បត្តិការធ្វើដោយខ្លួនឯងនេះការប្រព្រឹត្តអត់ល្អទៅធ្វើចោលទៅលំលោភបំពានគេសពគ្រប់ទៅអាសម្បត្តិ3ហ្នឹងឲ្យផលមិនរួចទេជាប់គុកជាប់ច្បាក់អញ្ចឹងឃើញទេសម្បត្តិមនុស្ស4ហ្នឹងឯងប៉ុន្តែអ្នកឲ្យពរនឹកឃើញឡានវិឡាធ្វើឲ្យមនុស្សគិតខុសលីងដល់អាសម្បត្តិខាងក្រៅហ្នឹងក្នុងភាសាធម៌ហៅថាកាមគុណមនុស្សពាក្យថាកាមគុណហ្នឹងមិនសំដៅទៅរឿងប្រុសស្រីទេមានន័យថាអ្វីដែលជាទីប្រាថ្នាអ្វីដែលជាទីត្រូវការដែលមនុស្សត្រូវការហ្នឹងគេហៅថាកាមគុណរបស់មនុស្សយល់ទេហ្នឹងហើយដល់យើងឲ្យពរហងៃយើងអត់យល់ទេសម្បត្តិមនុស្សហ្នឹងស្មានតែសិទ្ធិកហបឬក៏ទ្រព្យសម្បត្តិឃើញគេយល់គឺយល់ច្រឡំហ្នឹងបើយើងគិតថាអានឹងវាជាសម្បត្តិមនុស្សអញ្ចឹងអ្នកបួសដែលអត់មានផ្ទះសម្បែងហ្នឹងមិនខ្សត់សម្បត្តិមនុស្សហើយហ៎មិនខ្សត់សម្បត្តិមនុស្សហើយដូចពពុទ្ធនឹងលះវាំងលះអីអស់អាលិញព្រះអង្គមិនអត់មានសម្បត្តិមនុស្សបាត់ហើយឥឡូវយល់នឹងសម្បត្តិមនុស្សស្អីគេហ៎សម្បត្តិមនុស្សស្អីគេសម្បត្តិមនុស្សណែកំណើតជាមនុស្សណែមានដៃមានជើងសុខភាពល្អណែកើតនៅក្នុងប្រទេសដែលមានការរៀបចំល្អហើយនឹងការធ្វើខ្លួនឯងការសិក្សារៀនសូត្រនិងប្រកបការងារខ្លួនឯងដោយល្អដូចលោកចវាយក្រុងអីចឹងទោះបីមានសម្បត្តិ3ខាងដើមប៉ុន្តែអត់ប្រឹងមិនមានថ្ងៃហ្នឹងណាហ្នឹងគឺប្រកបដោយការប្រឹងហ្នឹងតែជាសម្បត្តិមនុស្សដែលសម្បត្តិខាងក្នុងដែលពីណាលួចអត់កើតទេអានោះហ្នឹងហើយញាតិញោមដល់សម្បត្តិទេវតាមិនមែនទៅអួតគ្នាថាប្រពន្ធរាប់ម៉ឺនហ្នឹងទេមិនមែនទេសម្បត្តិទេវតាគឺកំណើតជាទេវតាហ្នឹងឯងហ្នឹងហើយអារឿងបុណ្យតិចបុណ្យច្រើនអារឿងមានស្រីស្នេហ៍តិចស្រីស្នេហ៍ច្រើនរាប់ម៉ឺនអីហ្នឹងអាហ្នឹងហៅថាកាមគុណរបស់ទេវតាទេអញ្ចឹងណាហើយដល់យើងគ្រាន់តែតាំងពីពួរហ្នឹងទៅយើងអត់យល់ទេយើងអត់យល់ទៅលើតែសម្បត្តិមនុស្សហើយបើយើងនាំគ្នាយល់ពីតម្លៃនៃសម្បត្តិមនុស្សហ្នឹងហើយមនុស្សគ្រប់គ្នាគ្មានណាអន់ចិត្តសោះគ្រាន់តែខ្វះទ្រព្យហ្នឹងគ្រាន់តែខ្វះកាមគុណខាងក្រៅហ្នឹងសម្បត្តិពេញហ្នឹងវានៅលើយើងដដែលហ្នឹងពេញទាំងអស់ហ្នឹងហើយបើសួរចេះទៀតឥឡូវឧទាហរណ៍ថាឥឡូវអាត្មាទៅវិសាខបូជានៅប្រទេសថៃឃើញកូនស្ដេចថៃមកគេហែហមអញ្ចឹងប៉ុន្តែអត់រួចគេគ្រាមកណាកូនស្រីស្ដេចថៃណាអាត្មាមកវត្តវិញអាត្មាសួរគ្រាន់តែឲ្យយើងគិតថាស្អីដែលជាតម្លៃពិតនោះអាត្មាសួរលោកថាណែសួរកូននេនណាឲ្យលោកគិតឲ្យលោកប្រឹងកុំឲ្យខណៈកើតក្នុងតកោក្រីក្រចេះតែគិតថាយើងអត់សំណាងណាមកសួរថាកូននេនឧទាហរណ៍គេលើកឲ្យព្រះអង្គទៅធ្វើកូនស្ដេចទៅណាគេសែងរហូតប៉ិនគេសុំកាត់ជើងទាំងពីរចោលហើយបើថាចង់បានជើងទាំងពីរទល់នៅសាមញ្ញអញ្ចឹងយកមួយណាមើលសួរញាតិញោមម្ដងយកមួយណាយកសាមញ្ញហ្នឹងហើយអញ្ចឹងបានថាយោនិសោមនសិការៈមនុស្សខ្វះយោនិសោមនសិការៈសម្រាប់ចិត្តស្លាប់ងាយញាតិញោម
ផ្លូវដើរជួនកាលទៅលេងលបែងគាត់ណាអស់ទ្រព្យសម្បត្តិម្ដងងើបលេងរួចទៅលេងលបែងទៅលេងស្អីដើរទៅប្រទេសទៅប្រដាស់អញ្ចឹងបានយោនិសោមនសិការៈដែលជាទុននៃបញ្ញាការគិតត្រូវសំខាន់ណាការគិតត្រូវសំខាន់ណាមនុស្សមានពីណាដែលជោគជ័យរហូតទេប៉ុន្តែគ្រាន់តែអ្វីដែលខ្លាចពិតប្រកបគឺការបាក់ទឹកចិត្តពូវិធីសាស្ត្រខ្លះដែលធ្វើទៅវាមិនចេះតែជោគជ័យទេប៉ុន្តែគេចេះមើលអង់គ្លេសគេប្រើពាក្យអីល្អគេធ្វើទៅជា positive meaning វិញដូចជាពាក្យថា fail អីចឹងណា fail ឯងប្រឡងធ្លាក់អីហ្នឹងហើយ fail F A I L ហ្នឹងហើយ F ហ្នឹងគេដាក់ថា first ហើយ A ហ្នឹង attempt ហើយនឹង I in L learning first attempt in learning ដល់ no ឧទាហរណ៍ថាយើង result លទ្ធផលហ្នឹងវា no គេឲ្យគិតនៅក្នុង positive meaning វិញថា no ហ្នឹងគឺ next O ហ្នឹង opportunity ល្អហើយ no គឺឱកាសពេលក្រោយប៉ុន្តែយើងច្រើនតែបញ្ចប់ខូចចិត្តប្រឡងធ្លាក់តែម្ដងឈប់តែហ្មងមែនទេមើលមហាសេដ្ឋីស្អីនោះចិននោះស្អីប្រឡងធ្លាក់ប្រហែលដងគាត់ប្រឡងមហាវិទ្យាល័យធ្លាក់ប្រហែលដងដូច3ដងហើយមិនដឹងភាពជោគជ័យរបស់មនុស្សខុសៗគ្នាតាមពិតមនុស្សយើងមានចំណុចខ្លាំងច្រើនណាស់ប៉ុន្តែយើងប្រើអត់អស់ញាតិញោមទាំងអស់ជាងការសរសើរអានេះយកជើងទៅសេកើតថាញាតិញោមកើតដូចគ្នាហ្នឹងប៉ុន្តែយើងប្រើវាអត់ដល់តម្លៃរបស់វាយើងមើលដូចអ្នកខ្លះកើតមកដាច់ដៃទាំងពីរដល់ដាច់ទាំងពីរគាត់យកជើងប្រើបានតាំងពីហូបបាយតាំងពីសរសេរតាំងពីមានស្រីម្នាក់ជនជាតិអាមេរិកកាំងចិញ្ចឹមកូនមើលកូនងាកើតទៀតហើយមានតែជើងពីរអត់មានដៃផងហើយបានគាត់បង្កើតពាក្យមួយថា there is a will there is a way ឲ្យតែយើងមានឆន្ទៈធ្វើអីមួយប្រកាសជាមានផ្លូវសំខាន់យើងវាអត់ strong អា feeling ពីក្នុងមកអញ្ចឹងមិនញាតិញោមនៅមានភ្នែកអញ្ចឹងណាបិទភ្នែកក្រឹបឲ្យលុយស្ទាបញាតិញោមអត់ដឹងกระดาษប៉ុន្មានទេតែបើមនុស្សខ្វាក់គាត់យកអា sensitive ជាមួយនឹងដៃគាត់ស្ទាបមិនបាច់ប្រឡំគាត់ទេกระดาษ100ដឹងกระดาษ50ដឹងណាហើយយើងអាងតែភ្នែកដើរទៅអត់ដឹងចដើមានកម្មប្រមាណទេចងាយប្រមាណអត់ដឹងទេប៉ុន្តែអ្នកខ្វាក់ភ្នែកគាត់ដឹងទាំងអស់អញ្ចឹងមានន័យថាចំណុចគ្រប់កន្លែងហ្នឹងសិតកន្លែងខ្លាំងប៉ុន្តែយើងប្រើវាអត់អស់វាអត់អស់ហើយចិត្តទៅឃើញគេបកកែណាថាអត់ទេមនុស្សគូក្បាលមកត្រឡោកដូចគ្នាហ្នឹងប៉ុន្តែតែអត់ចេះវិធីប្រើហើយចិត្តតែរឿងកោតគេវាកោតទេប៉ុន្តែគាត់ថាយើងអត់តាន់បានប្រើក្មេងខ្លះអាត្មាឲ្យរៀនគាត់មើលងាយខ្លួនឯងហ្មងពិបាកនិយាយគ្នាគាត់ថារៀនមិនចេះទេគាត់ថារៀនមិនចេះទេអាត្មាសួរថារៀនមិនដល់តែមើលរៀនវាសំតែអត់ចេះមែនក៏មិនតាន់ប្រឹងផងគាត់ថាប្រឹងដែរបើប្រឹងវាអត់សមចេះមែនហ្នឹងឯងណាដូចអាត្មារៀនអង់គ្លេសថាអត់ចេះអញ្ចឹងណាមិនក៏ចេះពាក្យ no មិញនេះមែនទេចេះខ្លះដែរតើមិនចេះហ្នឹងហើយញាតិញោមពុទ្ធដែលបរៀនយើងព្រះអង្គបំផុសបញ្ញាមនុស្សឲ្យមនុស្សចេះបើកបញ្ញាគិតឃើញដោយខ្លួនឯងប៉ុន្តែយើងរាល់ថ្ងៃនេះដើរតាមពុទ្ធប៉ុន្តែយើងនៅតែអត់ប្រើបញ្ញាខ្លួនឯងនៅតែជឿតាមលោកនៅតែជឿតាមអាចារ្យនៅតែជឿតាមនេះនៅជឿតាមនោះហើយធៀបពិតសង្គមយើងនឹងចាញ់បោកគេច្រើនណាស់ម្ដងគ្រូល្ងងនោះទៅឃើញទេម្ដងគេយកអីព្រះសាមេត្រីម្ដងគេយកឈ្មោះសម្ដេចជួនណាតម្ដងអីសីចេញពីភ្នំអញ្ចឹងមកហើយរឿងជារឿងសំដែលគេដូរទៅវិធីបោកឯងប៉ុន្តែចេតនាបោកដែរប៉ុន្តែញាតិញោមយើងនៅតែចុះឯងមកពីអីមកពីចេញពីបន្ទប់ងងឹតមកដោយចង់ឃើញពលឺប៉ុន្តែបើចេញមកហើយអត់បើកភ្នែកទៀតដល់គេដឹកដៃដែរទោះបីជាដូរពីសាសនាមួយទៅសាសនាមួយក៏នៅតែរឿងជឿតាមគេដដែល
Chẳng banព្រះសម្មាសម្ពុទ្ធព្រះអង្គមិនដែលចង់បានមនុស្សដែលឆាប់ជឿទេអត់ទេមនុស្សអន់4ចម្ពោះព្រះអង្គថាទី1មនុស្សឆាប់ជឿនិយាយស្អីជឿនិយាយស្អីជឿអង្គថាមនុស្ស credit អន់កម្រិតអន់មែនទេទី2អត់មានការយល់ដឹងមិនចេះហើយមិនព្យាយាមយល់ដឹងហើយទី3មើងងាយប្រការនៅរួមទី4មើងងាយប្រការសាសនាប៉ុន្តែអាសកតធ្ងន់នេះឆាប់ជឿក្នុងធម៌ហៅថាជឿងាយមានន័យថាងាយជឿមានន័យថាឆាប់ជឿនិយាយអីជឿអញ្ចឹងណាញាតិញោមមើលស្រុកខ្មែរយើងថាស្រុកខ្មែរយើងចុះវាមិនសូវទៅនៅអីមកនៅអូស្ត្រាលីទៅនៅបារាំងក៏នៅតែគេតាមបោកបានដែរគឺយកតែជំនឿផ្ដេសផ្ដាស់ទៅបោកបាននៅអាមេរិកស្មាទៅដល់ផ្ទះគាត់ថាគ្រូមកទាយមែនទេចុះគេលោថាវាជឿគ្រូទាយតាមទូរស័ព្ទគេមានវិធីបន្តអាយុឲ្យមើលតវីសាតែបើប្រហែល$100តបាន2ឆ្នាំហ្នឹងហើយមើលបើថាចង់បាន6ឆ្នាំដូចឡើងពាន់ហ្នឹងឯងចឹងហើយកូនចេះតែចង់ឲ្យឪរស់យូរណាគាត់ថាឥឡូវគិតបន្ត2ឆ្នាំសិនណាអស់ដូចប្រហែលទេកាលនោះដល់បន្តទៅមានបានប្រហែលអាទិត្យស្លាប់បាត់ទៅនិយាយពីជឿញាតិញោមនៅអាមេរិកអីលក់ផ្ទះសំបែងលេងប្តីប្រពន្ធដោយសារជឿកន្លែងថាព្រះស្អីនោះស្អាមេត្រីអីនោះហើយអាត្មាមកអូស្ត្រាលីដំបូងអាត្មានិយាយរឿងហ្នឹងញាតិញោមអូស្ត្រាលីខឹងអាត្មាច្រើនណាព្រោះគាត់កំពុងតែជឿរឿងហ្នឹងហ្នឹងហើយអាត្មាវាចេះតែណិតញាតិញោមមិនចេះចង់និយាយរឿងមានប្រយោជន៍ច្រើនណាស់ដែលយើងត្រូវធ្វើញាតិញោមបើយើងត្រូវភ័យទៅស្រុកយើងដីគេយកចិត្តអស់ហើយអត់ព្រមភ័យសោះរ៉ែអីគេយកចិត្តអស់ហើយគេគ្រាន់តែបាំងភ្នែកគេថារុករោគកម្មវិធីរុករោគទៅគេដឹកទៅអស់ប៉ុន្តែនិយាយមួយយាយគាត់ថាហើយកុំទៅគិតអារឿងហ្នឹងឃើញទេដល់អាត្មាគ្រាន់តែនិយាយឲ្យតែនិយាយទៅបាទឈឺក្បាលរឿងហ្នឹងប៉ុន្តែគ្រាន់តែរឿងគួរគិតយើងអត់គិតរឿងមិនគួរគិតនាំគ្នាគិតឧទាហរណ៍ដូចធ្វើបន់អញ្ចឹងបើគិតថានោះឲ្យតែឲ្យពរតែកើតជាតិណាកើតជាតិណានិយាយវាសុបាយចិត្តនោះអត់ឲ្យពរខឹងអាត្មាទៀតណាចឹងมันមានរឿងមួយតាក្រមងុយគាត់ចេះច្រៀងតាមគាត់នៅក្មេងគាត់ទៅស្ដេចថៃហៅទៅច្រៀងកាលហ្នឹងគាត់មកកាត់ខេត្តបាត់ដំបងហើយតានៅបាត់ដំបងគាត់អ្នកលេងសម្ដីមួយឬល្បីអ្នកប្រាជ្ញក្មេងមកនោះឲ្យចវាយខេត្តប្រជុំគ្នាទៅប្រកួតសម្ដីគ្នាដាក់ទីសាធារណៈច្រៀងកាច់គ្នាដេញសម្ដីគ្នាហើយដល់តានឹងសួរតាក្រមងុយសួរថាម៉េចសួរថាតើពីឋានមនុស្សទៅឋានតាវតឹងមានប្រវែងប្រមាណគីឡូប្រមាណម៉ែត្រប្រមាណទឹកប្រមាណផឹងក៏សួរអញ្ចឹងហើយខ្ញុំឆ្លើយថាម៉េចដឹងហ៎មានដឹងហ៎ពីឋានមនុស្សទៅឋានតាវតឹងមានប្រមាណយោជប្រមាណគីឡូប្រមាណម៉ែត្រប្រមាណទឹកប្រមាណផឹងដឹងហ៎ហ៎អេអារឿងគិតមិនគិតប៉ុន្តែខ្ញុំដឹងហ៎អត់ដឹងហ៎ហ្នឹងហើយដល់គាត់ឆ្លើយគាត់ថាប៉ុណ្ណេះយោជប៉ុណ្ណេះគីឡូប៉ុណ្ណេះលីទៀតគាត់ដឹងអត់លាយដឹងទាំងអស់ណាហើយដល់ហើយបានតានឹងសួរថាម៉េចក៏ស្មានឯងដឹងយេបើមិនជឿឡើងទៅវាស់ខ្លួនឯងមើលដល់គាត់សួរវិញគាត់សួរថាចុះពីបាត់ដំបងហ្នឹងទៅភ្នំពេញមានប្រមាណគីឡូប្រមាណម៉ែត្រប្រមាណទឹកប្រមាណសង់ទីម៉ែត្រប្រមាណមីលីម៉ែត្រហើយគេចាប់វាស់ពីតាណាទៅតាណាបើធ្វើដំណើរជិះសេះត្រូវប្រើរយៈពេលប្រមាណបើដើររយៈពេលប្រមាណហើយបើទៅផ្លូវទឹកទៅតាមផ្លូវណាជិះអីតានឹងឆ្លើយមិនដឹងណាបានគាត់តេះឌីលថាហ្នឹងហើយ
មកពីគំនិតខ្មែរម្នាក់អញ្ចឹងមកដីតាំងពីដីធំរួញមកនៅដីទូចម្នាក់ចង់ទៅដឹងតែអាឋានទេវតានោះដីខ្លួនឯងប្រកែកគ្នាអត់ត្រូវរាល់ថ្ងៃផែនទីរាល់ថ្ងៃពុំឆ្លោះគ្នាបណ្ឌិតនេះថាអញ្ចេះបណ្ឌិតនោះថាអញ្ចោះអាអាត្មាខំទន្ទិញអី100ប្រមាណពាន់ហ្នឹងហើយថ្ងៃមុនអាត្មាធ្វើ presentation អាត្មាកាត់38ចោលបានគេថាមិនក៏បាត់ទៅណាថាវាបាត់ជាងនឹងផងមែនទេនោះព្រោះអាត្មាធ្លាប់គូអាត្មាចាំនៅក្នុងក្បាលពីក្មេងអាត្មាគូផែនទីអាត្មាគូត្រូវផែនទីឥឡូវគេគូខុសពីកាលអាត្មាគូក៏ឈុចអស់ហើយលឹងក៏លិចក៏លុចអស់លេងហើយហ្នឹងហើយញាតិញោមគាត់ស្ដីថាអញ្ចឹងណារឿងគួរដឹងមិនដឹងទៅដឹងរឿងលើមិនឥឡូវឧទាហរណ៍យើងទៅដឹងថាឋានទេវតាទំហំប្រមាណយោជសួរថាស្មាទេវតាឲ្យយើងហ៎ថាអានឹងចាំជាតិក្រោយបើថាងាប់ទៅនឹងចាំទៅដឹងទៅđâuវាឥឡូវក៏អត់ប្រយោជន៍ដែរមែនអត់ទោះបីជាងាប់ត្រូវទៅកើតនឹងមែនក៏ដោយដឹងពីឥឡូវទៅកើតហ្មងទៀតភ្លេចអស់ហើយមែនទេបើយើងឥឡូវកើតជាខ្មែរគិតរឿងខ្មែរសិនណាងាប់ជាតិក្រោយទៅកើតចិនចាំគិតចិនហ្មងទៅមែនអត់ប៉ិនលើរាល់ថ្ងៃមើលជួនកាលការសំដែងធัวខ្លះនឹងសូត្រតែបល័យទាំងអស់មកកពីនេះថាចេះកពីនេះថាចេះបើទេតែតាមកពីទេមិនបាច់ទេទេញាតិញោមអានសភៅទៅមកណាប៉ុន្តែដល់ញាតិញោមគាត់ធ្លាប់បើស្ដាប់ធัวមិនឮពាក្យបល័យគាត់ថាអត់មានទេធัวសោះដូចជាពិសេសស្ដាប់អាត្មាហ្នឹងមកគាត់ស្ដាប់លោកនេះ1ម៉ោងអត់ឮនិយាយធัวស្អីធัวឥឡូវអាត្មាលើកពាក្យពុទ្ធជាមើលពាក្យហ្នឹងព្រះអង្គនិយាយធัวអត់ពេលខ្លះព្រះអង្គនិយាយរឿងមកសិតតែរឿងស្នេហាសតដោយរឿងប្របាទកុសរាជនាងប្រភាវតែមានធัวស្អីរឿងស្នេហាហ្នឹងស្នេហាស្យងជាតិបកាច់បកិនរមុំតបានគ្នារឿងប្រឡោមលោកសិតប៉ុន្តែចំណុចចុងក្រោយបានព្រះអង្គក្តោបនៃកន្លែងណាមួយមកបញ្យល់តែប៉ុណ្្នឹងឯងដូចជាព្រះអង្គទៅជួបអ្នកនេសាទព្រះអង្គមានយកធัวទៅសម្ដែងហ្មងពេលមួយព្រះអង្គទៅប្រោសអ្នកនេសាទអ្នកស្ទូចត្រីមកអរិយកៈព្រះអង្គនាំភិក្ខុទៅអង្គុយក្បែរដុំថ្មនៅកន្លែងហ្នឹងព្រះអង្គសួរភិក្ខុថាមនាភិក្ខុទាំងឡាយអ្នកហេតុអីមានដឹងទេហេតុអីបានជាសមុទ្រហ្នឹងជាទីរីករាយរបស់មនុស្សនិងទេវតាទាំងពួកអសុរគេចេះតែចូលចិត្តថាទូបង្គំមិនដឹងមកពីសមុទ្រមានលំអតល8យ៉ាងព្រះអង្គរៀបរាប់ពីទិដ្ឋភាពសមុទ្រធัวដែរហ្នឹងធัวដែរថាហ្នឹងគឺធัวដែរសមុទ្រមានច្រាំងទេសមុទ្រមានទឹកប្រៃសមុទ្រមិនចេះប្រៀបទេអីនិយាយពាក្យសាមញ្ញធម្មតាអញ្ចឹងទៅថាពុទ្ធនិយាយផ្ដេសផ្ដាសសំខាន់និយាយស្អីក៏ដោយរឿងស្អីក៏ដោយសំខាន់អាពាក្យអប់រំចុងក្រោយឬក៏ពាក្យចង់ឲ្យយល់ចុងក្រោយជាស្អីប៉ុន្តែសូត្រតាមកពីក៏ដោយចុងក្រោយស្ដាប់បានមួយម៉ាត់អានឹងស្អីជួនកាលគ្រាន់តែបង្អួតថាអញចាំធัวច្រើនតែប៉ុណ្្នឹងឯងអញ្ចឹងបានគេសួរអាត្មាថាអ្នកកងធัวនេះមានប្រមាណអាត្មាឆ្លើយមិនរួចទេវាភ្លេចអស់តែបើលើកពាក្យហ្នឹងយកមកសួរថាអានឹងមានន័យមិនអានឹងឆ្លើយបានតែបើសួរថាអ្នកអានិសងហ្នឹងមានប្រមាណសួរប្រមាណដល់ទៅបើសភៅសិនសម័យពុទ្ធមានអីព្រះអង្គប្រៀបធៀបនឹងឧទាហរណ៍ថារាជរដ្ឋព្រះអង្គប្រៀបធៀបកាលនោះខ្លួនយើងបញ្ញត្តិនិងបរមត្តហ្នឹងព្រះអង្គប្រៀបធៀបថាពាក្យថារដ្ឋហៅថារដ្ឋរាជរដ្ឋអីនោះណារដ្ឋហ្នឹងគឺគេហៅជាបញ្ញត្តិទេតាមពិតវាមានរដ្ឋណានៅហ្នឹងកាលណាគេចែកទៅវាមាននឹមវាមានកង់វាមានកម្មវាមានដុំវាមានព្រែកវាមានទូកវាមានកង់មានខ្នងកង់យ៉ាងណាមិញប្រៀបធៀបនៅក្នុងរាងកាយយើងវាមានសក់ស្បែករោមត្រចៀកស្បែកឈាមអីជុំគ្នាទៅអាហ្នឹងហៅថាស័ក្តិសម្ភារៈឃើញទេមានស្អីព្រះអង្គប្រៀបនឹងដល់ឥឡូវនេះញាតិញោមអាត្មាអត់បានលើកពីរាជរដ្ឋរាជអីទៀតអាត្មាប្រៀបតែជាមួយឡានជាមួយម៉ាស៊ីនក៏ថាអត់ទេធัวសោះឃ
có ăn vô từ thua sấy mà nè chẳng hay bạn đạp vô từ khủ bọc nó bọc hỗn có trong sẽ đạp ta thua ăn vô có ăn prom sẽ đạp thua vô nhìn không bạn đạp thua vô cái bọc lên ban này muốn miền piệc xài chỉ cái ớt lắm đây nè mà tha ôi tự nhiệt nhôm nơi chưa rồi bọt hàng cào nằm đi nằm ở sọc đi nằm ở sọc nó nghe nơi ta ở cả cái trình mò thôi bác khoai dân nam muối cò sầm bát cọp cò trâu cừu bọc bọc nó trình máu thôi ôi à smart đây bao giờ nó tuôn sao tiệt năm na nó cái tha đã nhờ bà thầm mực á đó là cái chắp ban tứ sẽ đạch là khảo cho cái lên chua lo về việc đua hàng trên là khảo men ấy bà sầm liệm vẹn đạch là khảo nó thưa bà thầm mực hay năm na tiến là ca năm cao pram á thà nè tam đan tương năng nhận nhôm cái tha ấy xây á ra depo nè ra depo màu đằng miền nệ tực miền nệ phơn hay cái chạ cả sai dây bị chạ to kia ấy mà đâu nên á cả đúng á hay năm cao pram ngày pin bo rồi mấy ngày đi ngày trong nằng miền pel lằng ngất mê nâng mà chầm căng tầm rây tai xôm côn trâu cùng phi phục cho tụi chui vậy chứ đó hay thằng má nơi riêng nơi một quen đó nơi Putika Sram đó ngày nông à tham tông coi nông chầm mơ mới ngày về là ngất là mất khơi say phong hay dây ta cọt chập cái sai nâng ban hái vua kê và cái khosana tha nè na lư hơi ba mình chưa tê nâng cột nè nè về phòng phay chăng ạ cái đấy hơi bờ lư hơi thọt chầm lo ngoài ban buôn đắp miên chộp miên sợi đây chăng hay ban sập nâng lươn chiang tham tê đạo trụ tiền nhìn nhung chẳng về đấy năng à nhìn vô mà đắp thua trong ban này xong ấy trong cái card chiết còi miền Bắc nhà đấy tham gia khơi nhiệt nhôm đại tràn còn đắp vô Bắc nhà chiết còi ban còn nơi tại ọt chơi hay tầm bông lại tham gia ở vô thà thua ọt miền ấy chậm lại chứ nhiệt nhôm không group thua vậy nhiệt group nhôm khai là hốt đó có group thua ta còn bạn bắt chương coi đắp cọt hết đắp rồi cái đấy thua ấy chừng ray rồi chắc đó thua nó vì mình lo từ với nhà nó thua tôi chỉ thua chừng ray với nhá biết là đáp đôi của rúp nó cần là đáp vô chân tục đạo vô là phần năng biết nó bên đây tập phần năng này vì bên thay trăm bách thử bát chương ca sư chương một bát chương ăn cá nhân nhung thằng quay pen tàu xây tàu sờ đốt tàu về ăn men pan hai tỷ nên chừng vậy lần biển vậy thôi mà ai miền chẳng ai mà tê tê đất ai mà gì chẳng có mạch đá đường miền đường khó đó nên là thò mà ra thì nên là nè mò piro phơi bật môi mình toàn khơi anh ấy Obama đôi dân vùng về phơi đăng tha vùng về nhá vì sao đường này tiếc cái lô khơi vì sao đường nước cái lô khơi tại bao mà nô chữ ba thà phơi này bật chữ phơi từ thế hay phơi Obama tiếc cái lên tới đây năng anh đã hạ thang vị chạy kịch trà vì song say vì smart nó tứ nó mình tốt chất gió thể lô về cả bọn